bảy cho là bảy sao thường ai cho nhom thì do có mấy nhom tao là bảy cho pha đến nhom tao là bảy đây mày thật tại sao nhom cất thành chế mà nương miên này sấy tự nhom chuối trong chặt đàn của nhom miên cầm rực nhom mình chuột làm tây để thở chuối cái bàn mặt tây thì ta muối anh nhom tin thì ta sky muối này muốn á có cầm mình thành nhom nó sùng đại nhom ngon là thấy nhom reply của mình có lúc tranh mặt lúc đi lít ở trong mặt thầm nhom cứ có mình đừng việc tham được small strong á có khinh so có tha so khinh mai có tha mai mà có chui dương việc tha nông cá đàm hết nó cạo chẳng có tám cái khe dương trong bàn ấy có tên nào có chuối nó trên bị chết mệt hoặc rư mua có còn ta sập tay như rư mua có thợ miên ai bị khối nó đặt cầm đi ai đặt cầm hết ai thợ phơi tán quá rư mua còn mày chỉ điểm xua bộ máy bóng ổn ở kia nhưng bạn đã xem review ngày nay nhưng mà chưa cho mùi nướng chayจากเป็น smooth บวกรวมជាមួយនឹងបង sky ហើយនឹងបង proparan ខ្ញុំឃើញមកយ៉ាងហ្នឹងគឺមានបងប្អូនដែលគាត់ចូល comment មិនល្អទៅដល់ម្ចាស់ brand អញ្ចឹងណាប៉ុន្តែគ្រាន់តែពេលខ្លះគ្រាន់តែការសម្ដីបងប្អូនដែលគាត់ចូល comment ហ្នឹងក៏វាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តគាត់ដែរហើយអ្វីដែលសំខាន់គឺខ្ញុំទៅតែបានជួបបង sky គាត់បាននិយាយថាឃើញម៉ាក់គាត់ហ្នឹងគួយពិបាកចិត្តគួយយំក៏សួរគាត់ទៅថាដោយសារតែទង្វើល្អរបស់គាត់ជាច្រើនខំជួយគុតគង់អ្នកខ្វះខាតអ្នកអត់ជាពិសេសដូចពួកគាត់អញ្ចឹងក៏គាត់ពិបាកចិត្តដែរដោយសារអីគាត់ឃើញធម្មតាអ្នកឧបត្ថម្ភរបស់យើងគាត់ជាម្ដាយទី2របស់យើងហើយពេលដែលគាត់ពិបាកចិត្តគាត់មកប្រាប់ខ្ញុំដល់ពេលអញ្ចឹងខ្ញុំថ្ងៃនេះក៏ខ្ញុំមកសួរពីចំណាប់អារម្មណ៍របស់ចាយផ្ទាល់ហ្មងពេលដែលឃើញមហាជនខ្លះគាត់ខមមិនថាឈូឆតាមគ្នាតាមប្រាវអីគេហើយមួយទៀតគេហៅថាទុកអនាគតឲ្យក្មេងផងនឹងខ្លាចបានទៅដបងហើយនឹងមានខមមិនមិនល្អនៅពេលចាយឡើងជាច្រើនទៀតថាចាយនឹងគាត់តែសំដែងឥឡូវនេះយើងមកជួបអារម្មណ៍ពិតរបស់ចាយវិញvậy đóសម្រាប់អារម្មណ៍ខ្ញុំពេលដែលខ្ញុំឃើញខ្ញុំព្រោះថាមិនច្រើនទេបងក៏មិនបែបហ្នឹងហ្នឹងហើយប៉ុន្តែពេលដែលខ្ញុំឃើញតារាទៅខ្ញុំមានអារម្មណ៍មួយថាវាខឹងដែរដំបូងឡើយខ្ញុំមានខឹងដែរដល់ពេលខ្ញុំគិតត្រឡប់មកវិញថាគាត់អ្នកដែលនិយាយចឹងហ្នឹងវាមិនដឹងថាគាត់យកអីមកគិតទេបងហើយខ្ញុំចង់តបតទៅគាត់ដែរប៉ុន្តែខ្ញុំគិតត្រឡប់មកវិញថាបើខ្ញុំតបតទៅគាត់វាអត់បានអីទេសំខាន់ទង្វើរបស់ខ្ញុំសំខាន់ខ្ញុំខ្លួនខ្ញុំផ្ទាល់ខ្ញុំធ្វើចេញពីចិត្តខ្លួនខ្ញុំផ្ទាល់បុណ្យរបស់ខ្ញុំចាអញ្ចឹងគាត់និយាយអីគាត់និយាយទៅចោះហើយគាត់ទទួលទៅគាត់និយាយគាត់ទទួលហ្នឹងទៅខ្ញុំធ្វើអីខ្ញុំទទួលហ្នឹងអញ្ចឹងណាបងហ្នឹងហើយអញ្ចឹងជាមូលហេតុមួយដែលខ្ញុំអត់តបតឲ្យទៅគាត់ទាំងអស់តែថ្ងៃមុនពេលដែលខ្ញុំ live ហ្នឹងមានគាត់នោះគាត់ចូលមក comment ក្នុងការ live ខ្ញុំហ្មងអញ្ចឹងបើសិនជាខ្ញុំអត់តក្នុងការ live ទៀតវាព្រាបបាទដូចខ្ញុំហ្នឹងព្រះស៊ីម៉ង់ចាបើន័យថាគេកំពុងតែនិយាយលក់លើខ្ញុំអញ្ចឹងហើយខ្ញុំអង្គុយអត់អីទៀតអត់តអីនឹងគាត់ទេខ្ញុំវាដូចជាធ្វើមិនកើតប៉ុន្តែខ្ញុំក៏អត់តឲ្យទៅគាត់ធ្ងន់ធ្ងរដែរខ្ញុំគាត់និយាយថាចេះគាត់និយាយគាត់ comment ក្នុងការ live ហ្នឹងគាត់ថាឈូឆខ្លាច់ប្រយ័ត្នបានតដំបងគាត់និយាយអញ្ចឹងខ្ញុំក៏បានតែនិយាយទៅគាត់វិញថាបងអញតាមអានខ្ញុំរាល់ថ្ងៃហ៎បងកុំឲ្យរំលងមួយថ្ងៃសោះពួកអីខ្ញុំរាល់ថ្ងៃសកម្មភាពខ្ញុំមួយកូនខ្ញុំរាល់ថ្ងៃចាខ្ញុំបញ្ចេញសកម្មភាពរាល់ថ្ងៃចាហើយនៅអ្វីដែលខ្ញុំអត់បញ្ចេញក៏មានច្រើនទៀតដែរអ្វីដែលខ្ញុំបញ្ចេញក៏ខ្ញុំបញ្ចេញពីបងដឹងហើយសកម្មភាពមនុស្សយើងរស់នៅរាល់ថ្ងៃវាមិនអាចយើងថតឲ្យគេមើលបានគ្រប់សពបែបយ៉ាងទេអញ្ចឹងណាបងនឹងអញ្ចឹងត្រូវតែមួយផ្នែកតូចទេដែលខ្ញុំបង្ហាញចាអញ្ចឹងនៅអ្វីដែលខ្ញុំអត់ទាន់បង្ហាញគឺវាមានច្រើនអញ្ចឹងសួរគាត់ពួកគាត់ផ្ទាល់បានហ្នឹងហើយមានតែពួកគាត់ទេដែលនៅមួយខ្ញុំពួកគាត់ដឹងច្បាស់ពីខ្ញុំហើយខ្ញុំជាមនុស្សម្នាក់សំដីអត់ចេះផ្អែមទន់ភ្លន់រលួយក្នុងឯងខ្ញុំនិយាយចឹងហ្មងទៅខ្ញុំសំដីខ្ញុំម៉ាត់អញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំចាត្រង់ទៅត្រង់មកសូម្បីតែកូនខ្ញុំក៏ខ្ញុំបានប្រាប់ដែរកូនឯងចង់អីកូនឯងនឹកផ្ទះកូនឯងចង់មិនកូនឯងប្រាប់ម៉ាក់ពេលណាដែលរឿងហ្នឹងវាធ្វើទៅល្អម៉ាក់អត់ខាត់កូនទេចាខ្លាចតែរឿងថាយើងធ្វើទៅមិនល្អទេចាដែលម៉ាក់អត់ឲ្យធ្វើតែប៉ុណ្្នឹងឯងបងហើយខ្ញុំក៏បានតាំងចិត្តខ្លួនឯងហើយថាខ្ញុំមិនធ្វើឲ្យគាត់បានតែដំបងទេព្រោះបើសិនជាខ្ញុំធ្វើឲ្យឈូឆបានដំបងមិនខ្វះឲ្យអ្នកដៅខ្ញុំជួយតែខ្ញុំអត់ចេះចង់ធ្វើអាឈូឆបានតែដំបងហ្នឹងហើយជួយគេបានដំបងហ្នឹងហើយខ្ញុំឈប់ទេព្រោះខ្ញុំជួយគេរហូតដល់ចាប់ដើមអញ្ចឹងហើយបាទខ្ញុំអត់ចេះតែដើរជួយអ្នកណាប្រទេសដែរមនុស្សនឹងមាននិស័យទៅខ្ញុំជួយចាប់ដើមព្រោះខ្ញុំមានកម្រិតរបស់ខ្ញុំមិនមែនជួបរដ្ឋមន្ត្រីដែលត្រូវជួយគេបានមកប្រទេសទេហ្នឹងហើយខ្ញុំចង់និយាយចឹងអ្នកដែលឲ្យខ្ញុំជួយអត់ខ្វះវាច្រើនប៉ុន្តែហេតុអីខ្ញុំជួយតែ2នាក់គាត់នៅមានម្នាក់ទៀតដែលខ្ញុំត្រូវជួយអញ្ចឹងគោលដៅរបស់ខ្ញុំគឺ3នាក់ហ្នឹងហើយប៉ុន្តែគាត់អត់មកអញ្ចឹងណាបងហ្នឹងហើយខ្ញុំតាំងចិត្តថាទោះបីជាគាត់លែងមានភាពល្បីល្បាញទោះបីជាខ្ញុំដោះហាត់គាត់ទៅគាត់អត់ចូលអត់រួចនៅក្នុងវិស័យសិល្បៈហ្នឹងអត់មានពេលវេលាគ្រប់គ្រាន់ក៏ដោយគឺខ្ញុំក៏អត់ខ្វះការងារអត់ខ្វះកន្លែងដែលខ្ញុំដាក់កូនខ្ញុំឲ្យធ្វើដាក់កូនខ្ញុំមកធ្វើអាជីវភាពមករស់សំរុំស្រួលគេនឹងឯងខ្ញុំថាខ្ញុំអាចធ្វើបានខ្ញុំមិនអើក៏ពិបាកដោយសារតែខ្ញុំមកថ្ងៃនេះតាមពិតទៅជាក់ស្ដែងគឺបានជួបមួយអូន Sky ខ្ញុំមានបំណងថាមកសភាចាយទេប៉ុន្តែខ្ញុំជួបអូន Sky ដល់ពេលខ្ញុំជួបអូន Sky ទៅ Sky ក៏បាននិយាយថាខ្ញុំក៏សួរហូចចាយថាចាយទៅណាអញ្ចឹងណាទៅអូន Sky ថាបងអើយមួយថ្ងៃហ្នឹងមកអត់សុបាយចិត្តទេពេលដែលគាត់ឡាយគាត់ច្រើននឹងគោយំរហូតអញ្ចឹងមកវាមូលហេតុអីមូលហេតុខ្ញុំរៀងអន់ចិត្តដែរបងខ្ញុំនិយាយរួមទៅខ្ញុំអន់ចិត្តថាយើងអត់បានធ្វើអ្វីដូចគេនិយាយយើងក៏មិនត្រូវទទួលដាក់ខ្លួនដែរគ្រាន់តែខ្ញុំអន់ចិត្តថាហេតុអីគាត់គិតអញ្ចឹងហេតុអីគាត់មើលតែសបកក្រៅគាត់វាតម្លៃហើយគាត់ឆាប់បានស្មានមនុស្សហ្មងចាគាត់គិតអីគេគាត់និយាយចង់ទៅធ្វើឲ្យពេលខ្លះវាប៉ះពាល់អារម្មណ៍យើងបន្តិចដែរប៉ុន្តែខ្ញុំអត់ព្យាយាមយកអារម្មណ៍ខ្ញុំហ្នឹងទៅដាក់ជាមួយពួកគាត់អត់ប្រយោជន៍និយាយពាក្យខ្លីទៅពួកគាត់អត់ប្រយោជន៍ទៅនេះមកឲ្យយើងមកធ្វើឲ្យយើងប៉ះពាល់អារម្មណ៍ទាំងតែយើងកំពុងតែធ្វើហ្នឹងអញ្ចឹងគាត់ចាំមើលសិនទៅចាំគាត់ហ៊ានឌីលថោខ្ញុំហ្នឹងហើយឬមើលក៏គាត់ថាសម្ដែងអ្នកខ្លះខ្ញុំហួសចិត្តណាបងសូម្បីតែហ្គីតាមួយខ្ញុំទិញហ្គីតា Sky មួយថ្ងៃមុនហ្នឹងគាត់ខមមិនថាខ្ញុំនឹងសម្ដែងខ្ញុំឆ្ងល់តែហើយខ្ញុំ reply ខមមិនគាត់លុបចេញបាត់លុប delete ឲ្យខ្ញុំបាត់ឆឹងខ្ញុំហួសចិត្តណាបងខ្ញុំនិយាយមែនខ្ញុំថាមិនត្រឹមគ
กีตาร์មួយខ្ញុំអត់មានសមត្ថភាពទិញឲ្យគាត់ចាប់បាច់តខ្ញុំសំដែងធ្វើទិញហ្គីតាហើយខ្ញុំយកទៅឲ្យគេវិញមែនឥឡូវពេលថាសំដែងបើនៅថាយើងទិញហើយយើងឲ្យទៅគេវិញត្រូវអត់យើងអត់ទិញទេយើងអត់ធ្វើការប៉ុន្តែយើងសំដែងទៅទិញឲ្យគាត់ត្រូវអត់ចឹងសម្បត្តិcầmហ្គីតាមួយក៏គាត់ហ៊ានមើលងាយខ្ញុំដល់ប៉ុណ្ណឹងចឹងណា ហើយមួយទៀតឃើញមាន comment ខ្លះថាចាយហ្នឹងតោងពួកគាត់ល្បី ហ្នឹងហើយរឿងតោងពួកគាត់ល្បីហ្នឹងក៏ខ្ញុំរៀងប៉ះពាល់អារម្មណ៍ខ្ញុំតិចដែរបងបែរខ្លះបងខ្ញុំចង់ល្បីស្រួលទេព្រោះខ្ញុំមានលុយខ្ញុំនិយាយចិត្តទៅមានលុយហ៎បងឲ្យលុយគេចោះបងឲ្យលុយគេចោះទៅល្បីបានតា ទៅខ្ញុំកាត់ចាយតិចចុះបើសិនជាសាច់ផាមកខ្ញុំស្គាល់ចាយខ្ញុំស្គាល់ចាយមុន Sky មុនផារទៅទៀតដោយសារគាត់គឺជាម្ចាស់ប្រេនហើយក៏មាន plot មាន BA ប្រមូលផ្សព្វផ្សាយពីផលិតផលគាត់ច្រើនហើយតាមប្រព័ន្ធ social media វាយហត់អ្នកណាដែលស្គាល់ប្រេនដល់ស្មុកទៅបើថាប្រេនទៅតែគាត់កាត់ឡើងមកថ្មីមែនហើយបើសម្រាប់អូន Sky និងអូនផារិនបើយើងគិតទៅគឺគាត់ទៅមកល្បីឥឡូវនេះចាបងតែមានមកស្គាល់ហើយក៏ស្គាល់មិនសូវជាច្រើនអីមកមកល្បីខ្លាំងត្រឹមពេលដែលចាយទៅយកមកហើយព្យាយាមប្រមូលផ្សព្វផ្សាយពីគាត់បន្ថែមអាហ្នឹងបានវាមកឃើញគេស្គាល់គាត់គ្រប់គ្នាពីពេលហ្នឹងហើយហើយមួយទៀតសួរផារិនតោះណៃណាបើនិយាយទៅចូលសិល្បៈតាំងទូទៅហើយគាត់ចូលចម្រៀងវិស័យចម្រៀងហើយហេតុអីគាត់ឯងបាត់មកមួយរយៈដោយសារមូលហេតុអីគេដោយសារតែពេលហ្នឹងល្បីបានមកប្រើឲ្យស្ងាត់ទៅហ្នឹងហើយដោយសារអីកូនដឹងអត់មកប្រាប់ដោយសារតែរបៀបថាអ្នកដែលជួយខ្លួនឯងហ្នឹងគឺជួយឲ្យចាប់ចង់ចាប់ដើមបើអ្នកជួយខ្លួនឯងពេលខ្លួនឯងល្បីហើយអត់មានអីថ្មីឲ្យខ្លួនឯងទេអញ្ចឹងស្ងាត់ដល់ពេលស្ងាត់ប្រឡែងខ្លួនឯងទៅវិញខ្លួនឯងយល់ទេអាហ្នឹងហើយអ្វីដែលខ្ញុំចង់និយាយពីចំណុចហ្នឹងដែលសំខាន់បងការជួយបងគាត់ពីរអ្នកត្រូវការគេយងត្រូវការដុសខាត់គាត់បើសិនជាគាត់មានសមត្ថភាពតែយើងអត់បានជួយគាត់រុញដេកទៀងដៃគាត់ទៅទេគឺអត់ទេគឺមកប្រើស្ងាត់ដូចថាចាក់ដៃខ្លួនឯងដឹងណាខ្លួនឯងមិនដែរចូលវិស័យនេះគាត់ចូលគាត់ច្បាស់ជាងអូន Sky អញ្ចឹងណាបងអញ្ចឹងដូចអូន Sky អញ្ចឹងវីដេអូល្បីបានក្នុងវីដេអូតែខ្ញុំចាប់អារម្មណ៍ខ្ញុំតាក់ទងតែគាត់ខ្ញុំគិតថាខ្ញុំដកខាត់គាត់នឹងល្បីជាងហ្នឹងឥឡូវដូចអ្វីដែលខ្ញុំចង់បានមែនចាព្រោះតាមពិតទៅបើ Sky គឺគាត់ធ្លាប់មានក្រុមសម្ដែងដែរសួរថាក្រុមសម្ដែងគាត់មានអ្នកស្គាល់ទេអត់ទេប៉ុន្តែឥឡូវចាប់ដើមពេលដែល Sky មកនៅជាមួយចាយសួរថាអ្នកណាដែលមិនស្គាល់ Sky ចាហ្នឹងហើយសម្រាប់អារម្មណ៍របស់ចាយក៏មានអារម្មណ៍មួយអត់ចិត្តដែរដោយសារយើងខំប្រឹងជួយដល់ចេញពីចិត្តជួយមិនសម្ដែងសូម្បីតែផលិតផលរបស់ខ្លួនក៏គាត់មិនឲ្យក្មេងប៉ះពាល់ដែរអញ្ចឹងប៉ុន្តែបងចង់ដឹងពីអារម្មណ៍របស់ខ្លួនឯងវិញពេលដែលខ្លួនឯងមកប្រាប់បងហើយខ្លួនឯងឃើញទៅមើលម៉ាក់របស់យើងជំនួយដែលគាត់ជួយយើងជាប្រចាំថ្ងៃតើគាត់ជួយនឹងចេញពីចិត្តមែនអត់ឬមួយក៏គាត់ស្គាល់តែសម្ដែងឬមួយក៏គាត់ត្រូវមានអីពីក្រោយខ្នងដាក់កម្រិតឲ្យខ្លួនឯងដាក់កំហិតឲ្យខ្លួនឯងត្រូវតែធ្វើតាមគាត់ឬមួយក៏មិនអត់ទេបងគាត់ជួយចេញពីចិត្តគាត់ជួយយើងវាថាក្នុងកាមេរ៉ាមិននៅក្រៅចឹងគាត់តាមខិតខែយើងចង់បានអីគាត់ទិញឲ្យហើយចូលពេលដែលអូនឯងថាអូនឯងពិបាកចិត្តចង់សុំចិត្តមហាជនថាខមមិនអីចឹងមួយបងលើកមុនអត់បាទខ្ញុំសុំចិត្តបងប្អូនកុំខមមិនចឹងដាក់ស្មាក់ទៀតព្រោះអីគាត់មិនមែនជាមនុស្សចឹងទេគាត់ល្អហើយចុះផារិនវិញអូនបាទហើយខ្ញុំក៏សូមអំពាវនាវទៅដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះសូមកុំខមមិនអាក្រក់ពីម៉ាក់ខ្ញុំព្រោះម៉ាក់ខ្ញុំគឺគាត់មនុស្សដូចគេថាមនុស្សស្មោះត្រង់គាត់ឃើញសគាត់ថាសឃើញខ្មៅគាត់ថាខ្មៅម៉ាក់ខ្ញុំអត់ចេះនិយាយបានដៃក្នុងដៃទេអញ្ចឹងសូមពុកម៉ែបងប្អូនកុំយល់ច្រឡំថាម៉ាក់ខ្ញុំសំដែងទៀតទៅខ្ញុំសូមបើថាអាចខមមិនហ្នឹងបើអាចបានកុំខមមិនចូលមកក្នុងវីដេអូហ្នឹងបានខ្ញុំសូមចិត្តបងប្អូនអាចថាខមមិនបានលក្ខណៈដូចថាបើសិនជាយើងសម្លឹងទៅឃើញចំណុចខ្វះខាតឬក៏ខុសត្រូវអីចឹងគេហៅថាខមមិនបែបស្ថាបនាណាហើយនឹងខមមិនមួយទៀតចានឹងខមមិនមួយទៀតឧទាហរណ៍ថាខ្ញុំដូចខ្ញុំនិយាយថ្ងៃមុនហ្នឹងនិយាយក្នុងការ live ដែរថាបើសិនជាបងឯងចង់ថាកុំឲ្យខ្ញុំឈូឆបានបងឯងប្រើភាសាហ្នឹងបាយប្រើភាសាចេះសនំពោឲ្យអូនជួយគាត់ឲ្យចាប់ចុងដើមទៅណាបើសិនជាបងចង់បានអញ្ចឹងណាបងខមមិនបែបហ្នឹងមកខ្ញុំយល់ទេពីអត្តន័យរបស់បងកុំឲ្យខមមិនឈូឆខ្លាចបានតែដបងអាហ្នឹងវាអត្តន័យវាស្តៀងគ្នាតែវាពិបាកស្ដាប់ Yes ចឹងហើយអាពាក្យដែលវាធ្ងន់ខ្លាំងគឺអាពាក្យថាទុកអនាគតឲ្យក្មេងចាទុកអនាគតឲ្យក្មេងហ្នឹងបងប្អូនកាត់ថាមានន័យថាម៉េចបើខ្ញុំយល់ពីចាយគឺចាយមានអារម្មណ៍ថាខ្លាំងហ្នឹងគឺចាយអន់ចិត្តខ្លាំងជាងគេដូចយើងនឹងយកក្មេងហ្នឹងមកធ្វើមកចិញ្ចឹមទុកបាទនិយាយគេហៅថាមួយទៀតដូចយកក្មេងហ្នឹងមកធ្វើទរណកម្មអត់ឲ្យបានរៀនបានសុយអត់ឲ្យបានឃើញពលឺថ្ងៃឬក៏ខ្លាចអនាគតក្មេងហ្មងហើយមានអ្នកខ្លះក៏គាត់ថាសុំឲ្យគាត់រៀនផងហ្នឹងហើយដោយសារឃើញមួយរយៈហ្នឹងគាត់យើងថតរហូតដល់ពិតទៅដោយសារនេះដូចថាគាត់អត់តបានចូលរៀនដល់ពេលអញ្ចឹងទៅគឺដូចគេថាដូចនាំគាត់ដើរលេងសិនអញ្ចឹងហើយបានឲ្យគាត់ចូលរៀនអញ្ចឹងណាតែប៉ិតចុះឈ្មោះហើយចាអញ្ចឹងមានន័យថាចុះឈ្មោះហើយចុះមូលហេតុមិនបានចុះហើយអត់បានចូលរៀនឯកសារតមកដល់នៅចាំឯកសារ Sky គាត់ថាមកទឹកដូចថាហ្នឹងថ្ងៃមុនប្រាប់ម៉ាក់ថាអើយតែមួយថ្ងៃពីរថ្ងៃឥឡូវលើកទៅដល់អាទិត្យក្រោយទៀតដល់ថ្ងៃណាបានអញ្ចឹងណាអញ្ចឹងមានន័យថាបងប្អូនកុំយល់ច្រឡំដោយសារពួកគាត់ឃើញពួកគាត់ច្រៀងឃើញពួកគាត់សម្ដែងដោយសារវាជាទីមួយដែលពួកគាត់ស្រឡាញ់អញ្ចឹងក្តីសម័យរបស់ពួកគាត់គឺទីមួយគាត់មកនេះគឺចាយជួយគាត់គុំគាត់រកការរៀនសូត្រអញ្ចឹងចាយជួយគាត់ដល់ពេលណាដែរក្នុងការរៀនសូត្រខ្ញុំជួយដល់គាត់មានគ្រួសារអូអញ្ចឹងមានន័យថាចាយនឹងជួយផារិននិង Sky ដល់គាត់មានគ្រួសាររៀងខ្លួនហើយពេលដែលគាត់រៀនហ្នឹងគាត់ដូចថាពេលដែលគាត់រៀនចប់គាត់រៀនមានចំណេះជំនាញអីខ្លួនឯងតាមដែលអ្វីដែលគាត់ចង់ Yes ហើយមួយទៀតការសម្ដែងដូច Sky គាត់ឆ្លាញ់ខាងសម្ដែងគាត់ដកខាត់ទេម៉ោងតនេពីការសិក្សាគឺគាត់ខាងសម្ដែងតែដូចផារិនគាត់ខាងច្រៀងអញ្ចឹងបងប្អូនបានដឹងស្រាប់ហើយជាមួយផារិនគាត់ធ្លាប់ល្បីកាលពីទូចតែបាត់ដំណឹងគាត់សូននឹងត្រូវអត់ចឹងមានអ្នកគេដឹងឮសូម្បីតែខ្ញុំឡើងភ្លេចថាបត់អីដែលគាត់ធ្លាប់ច្រៀងពីមុនមកត្រូវទៅតែពេលចាយទៅយកគាត់មកជួយគាត់គង់ទៅយើងនឹកឃើញបត់ពីមុនមកវិញចុះឥឡូវដូចផារិនឥឡូវយើងនិយាយចេះថាខ្ញុំតាំងល្បីត្រូវថាតាំងល្បី Sky ចុះផារិនខ្ញុំតាំងគាត់ល្បីដែរមែនមានអ្នកគេយកច្រឡំតែអាបត់ហ្នឹង Sky អ្នកច្រៀងហើយគាត់ជា Sky ជាអ្នកចម្រៀងហ្នឹងអ្នកសម្ដែងផងគេអត់ដឹងថាអ្នកច្រៀងនៅនេះណាខ្ញុំនិយាយមែនណាបងហ្នឹងហើយសួរថាមានអ្នកណាតាក់ទងទៅគាត់ឯងអត់មានទេត្រូវហ្នឹងបើខ្ញុំចេះកៅល្បីគាត់ឥឡូវថា Sky ល្បីចុះល្
bay xaខ្លួនឯងចង់ខ្ញុំទៅយកគាត់មកខ្ញុំតោល្បីចុះហើយខ្ញុំតោល្បីដែរមែនត្រូវអត់ដោយសារខ្ញុំគិតថាចេះបាត់ហ្នឹងគាត់អ្នកច្រៀងតែគាត់អត់ល្បីអ្នកត្រាប់អ្នកយកវីដេអូហ្នឹងមកបានវីដេអូមកល្បីគាត់ចង់វាអត់ fair សម្រាប់គាត់នេះតែគាត់ជាម្ចាស់សម្លេងអញ្ចឹងខ្ញុំគិតថាគាត់ជាតែពាក់ស្នូលរស័យខ្ញុំយកគាត់មកដុសខាត់គាត់ហើយខ្ញុំនឹងឲ្យគាត់ចេញបတ် original បន្តទៀតឲ្យមានការគ្រប់គ្រងឡើងវិញឲ្យមានភាពល្បីល្បាញឡើងវិញបានខ្ញុំសម្រេចថាយកទាំងពីរអ្នកហ្នឹងមកអញ្ចឹងខ្ញុំសប្បាយចិត្ត បងប្អូនយល់ហើយត្រូវអត់ឃើញដល់ពេល Sky ក៏គ្រាន់តែអ្នកគេហៅថាត្រាប់តាមឯងប៉ុន្តែម្ចាស់សម្លេងពិតភាគច្រើនអត់សូវមានអ្នកដឹងទេអញ្ចឹងបើសិនជាចាយបំបត្តិគាត់អត់ទៅយកគាត់មកគឺអត់មានអ្នកគេដឹងសោះថាមួយចំនួនទូចដែរគេដឹងហើយបើសិនជាករណីថាយើងចង់បំបត្តិ parent យើងនិយាយតែ Sky ថាគាត់ឈ្មោះ parent ហ្នឹងហើយក៏អត់មានអ្នកគេដឹងដែរ ព្រោះដោយសារមុខគាត់នឹង parent វាស្ដីគ្នាខ្លាំងមែនទែនអូហើយពាក់ព័ន្ធមួយទៀតខ្ញុំឃើញវីដេអូថា Sky ចិត្តនឹកស្រុកចង់ទៅលេងស្រុកអាហ្នឹងមិនវិញមិននៅទៅតែមកមានអារម្មណ៍ថាខ្លួនឯងនឹកស្រុកដោយសារប្រវត្តិក្នុងការរស់នៅពេកឬក៏មិន អត់ទេនៅស្រួលតែវាថាបើយើងនឹកយាយនឹកអ្នកតែនឹក ដោយសារ នឹកហូប អត់ធ្លាប់បាយចឹង ហ្នឹងហើយខ្ញុំប្រាប់ខ្ញុំចែកអ្នកគ្លៀងហ្នឹងនឹកមកអើយនឹកបាយឆាពងទាអញ្ចឹងហើយខ្ញុំឆាឲ្យអត់ត្រូវមាត់ទេអត់ដូចយាយគាត់ធ្វើទេអញ្ចឹងខ្ញុំចង់ទៅយកស្នាក់រូបមន្តពីយាយគាត់ជាមួយខ្ញុំទៅលើកក្រោយពីសួររូបមន្តពីយាយ ឥឡូវហ្នឹងលើថាគាត់នឹកយាយនឹកស្រុកចឹងចាយមានកម្រោងនាំគាត់ទៅលេង មានកម្រងនាំគាត់ទៅមុនចូលឆ្នាំខ្ញុំថាសង្ក្រាន្តហើយគឺខ្ញុំនាំគាត់ទៅលេងហើយដោយសារថាសុំថាចូលឆ្នាំហ្នឹងអត់ទៅស្រុកទេអត់ទៅផ្ទះទេអ្នកក៏ចឹងដែរអញ្ចឹងខ្ញុំគិតថាចូលឆ្នាំបុណ្យទានខ្ញុំក៏អត់ទេនិយាយរួមរាប់បុណ្យរាប់ទានគឺខ្ញុំឲ្យគាត់ទៅស្រុកខ្ញុំមិនដែរហាមគាត់ទេបើសិនគាត់ទៅចង់ទៅក៏ទៅចង់នៅជាមួយខ្ញុំដើរមួយខ្ញុំក៏បានដែរស្រែចិត្តលើកូនអញ្ចឹងហ្នឹងហើយ យើងប្រើអនុភាពឲ្យពួកគាត់បើសិនជាពួកគាត់ចង់ទៅជួបជុំប៉ាម៉ាក់បងប្អូនគាត់ក៏តែបើគាត់គិតថាអត់ចង់ទៅទេចង់ចូលឆ្នាំមួយចាយដើម្បីជួបជុំមួយចាយអីអាហ្នឹងក៏បានដូចគ្នា ចាប៉ុន្តែខ្ញុំនឹងនាំគាត់ទៅលេងមុនចូលឆ្នាំដូចគ្នា ប៉ុន្តែគ្រាន់ថាឥឡូវនេះលឺលៀងថាសង្ក្រាន្តចាយចិត្តដល់ថ្ងៃទៅ ចិត្តដល់ថ្ងៃហើយបង ហើយក៏មានពួកគាត់ទាំងពីរនាក់ទៅសម្ដែងច្រៀងអីនៅនឹង ចាហើយមានកាដូឲ្យ top fan ឲ្យ fan គាត់ទៀតនិយាយទៅ ចឹងចាយមានអីពិសេសសម្រាប់ថ្ងៃសង្ក្រាន្តឲ្យ fan ជួយប្រាប់ថ្ងៃប្រាប់ពេលវេលាឲ្យថាមានអ្នកណាខ្លះដែលទៅចូលរួមអីចឹងដើម្បីឲ្យ fan របស់ Sky និង Parent គាត់បានទៅចូលរួមផងចាជើងចាយ អញ្ចឹងសម្រាប់ថ្ងៃសង្ក្រាន្តរបស់យើងហ្នឹងគឺថាមានជាមួយនឹងលោកជើមក៏ដូចជាកញ្ញារ៉ាប៊ីចាគឺជាតារាចម្រៀងដែលធំសម្រាប់កម្មវិធីរបស់យើងអញ្ចឹងណាបងហើយមានតារា TikTok មានតារាកំ pl មានតារាល្បីៗច្រើនមែនតើចូលរួមហ្នឹងហើយក៏ដូចជាមានការលេងជាមួយនឹងល្បែងប្រជាប្រិយខ្មែរយើងឈ្នះជាមួយនឹងបានតែមិនឈ្នះហើយនិយាយរួមទៅអត់ចូលរួមលេងគឺបានជាមួយនឹងផលិតផលខាងយើងទៅតែម្ដងជាកាដូលើកទឹកចិត្តអញ្ចឹងណាក៏ដូចជាការទិញផលិតផលព្រោះការទិញផលិតផលគឺដឹងតែបានស្លឹកឆ្នោតមួយស្លឹកហើយទិញផលិតផលមួយបានមួយទិញពីរបានពីរតែម្ដងហើយរាល់ស្លឹកឆ្នោតរបស់យើងគឺអត់មានពាក្យថាអរគុណទេមានលុយចាប់ពី$1រហូតដល់4លានរៀលចាហើយរង្វាន់ធំរបស់យើងគឺម៉ូតូ Honda ស៊េរី2025 ឮថាមានទូរស័ព្ទទៀត ចាមានទូរស័ព្ទមានទូទួលមានកង្ហារអីអញ្ចឹងទៅបងប្អូនចា ច្រើនណាស់ អញ្ចឹងរាល់ស្លឹកឆ្នោតចាមានចំនួន3000ស្លឹក វ៉ាវ ចា 3000ស្លាក3000ស្លាកក៏បងប្អូនយើងកុំភ្លេចណាថ្ងៃទី30គឺវេលាចាប់ពីម៉ោង1រសៀលទៅ ចាម៉ោង1រសៀល មានទាំងបបរកញ្ញា top 5 ចាមានបងកញ្ញាចូលរួមទៀតបង អូហើយយើងចាប់អត់មើលថាបបរកញ្ញា top 5នេះគឺជាបបរកញ្ញាមកពីស្ថាប័នណាយើងចាប់អត់មើលទាំងអស់គ្នាណា ចាបងចា អូខេអញ្ចឹងជាចុងក្រោយមានអីចង់សនំពោទៅដល់មហាជនដែលបានទស្សនាវីដេអូនេះ សម្រាប់ខ្ញុំអត់មានអីទេខ្ញុំមានតែសំណូមពរឲ្យបងប្អូនទាំងគ្នាបើសិនជាស្រឡាញ់ពួកគាត់តែពីរនាក់ជួយគ្រប់គ្រងគាត់ចានៅអ្វីដែលគាត់ស្រឡាញ់ចាខាងនេះគេស្រឡាញ់ការសម្ដែងខាងនេះគេស្រឡាញ់ការចម្រៀងច្រៀងចឹងទៅចាអញ្ចឹងមានតែសំណូមពរឲ្យជួយគ្រប់គ្រងគាត់តែពីរនាក់ហើយក៏ដូចជាបងប្អូនដែលបានរិះគន់ពួកខ្ញុំរបៀបថាខមមិនពាក្យមិនល្អធ្វើឲ្យប៉ះពាល់អារម្មណ៍ខ្ញុំអញ្ចឹងណាខ្ញុំមិនខឹងទេប៉ុន្តែខ្ញុំសូមសំណូមពរបងប្អូនទាំងអស់គ្នាហ្នឹងដូចថាបើសិនជាទឹះខ្ញុំកន្លែងណាអីកន្លែងណាសូមឲ្យថារិះគន់ខ្ញុំបែបស្ថាបនាអញ្ចឹងទៅខ្ញុំធ្វើអីខុសខ្ញុំធ្វើអីមិនត្រូវឬមួយក៏ខ្ញុំជួយពួកគាត់ហ្នឹងចេញមកវាមិនខុសវាមិនត្រូវរឿងអីចឹងទៅហ្នឹងហើយបងអាចជួយជាពាក្យពេចន៍មួយដែលសមរម្យសម្រាប់ខ្ញុំអញ្ចឹងណាខ្ញុំនឹងកែតែបើខ្ញុំអត់ដូចថាខ្ញុំអត់ធ្វើអីខុសទេបងខមមិនបែបហ្នឹងខ្ញុំទទួលយកអត់បានចឹងទៅចាអញ្ចឹងខ្ញុំមានតែសូមចិត្តបងប្អូនទាំងគ្នាទេហើយក៏អរគុណសម្រាប់ការគ្រប់គ្រងកន្លងមកក៏ដូចជាស្រឡាញ់កូនខ្ញុំទាំងពីរនាក់ចាហើយអត់មានពាក្យពេចន៍អីទេមានជូនពរបងប្អូនទាំងគ្នាចាសម្រាប់ឆ្នាំថ្មីនេះសូមឲ្យបងប្អូនរកទទួលទានមានបានទាំងអស់គ្នាហើយទៅទីកន្លែងណាជួបតែសុខសុវត្ថិភាពទាំងអស់គ្នាចា បាទអញ្ចឹងអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះអញ្ចឹងអរគុណសម្រាប់ការគ្រប់គ្រងដល់បងប្អូនទាំងពីរនាក់ហើយជាពិសេសក៏អរគុណដល់បងប្អូនដែលគាត់ស្រឡាញ់គ្រប់គ្រងគាត់ទាំងពីរនាក់ហើយនឹងជួយ comment លើកទឹកចិត្តគាត់ហើយអ្វីដែលសំខាន់នោះគឺសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានតែជូនពរចែឲ្យក្រុមហ៊ុនដំណើរការកាន់តែរីកចម្រើនដើម្បីមានជាថវិកាដើម្បីយកទៅជួយឧបត្ថម្ភដល់អ្នកខ្វះខាតទីតាល់ផ្សេងៗដែលគាត់កំពុងតែរងចាំជំនួយពីចែផងដែរហើយបងប្អូនទាំងពីរនាក់ក៏មានតែពាក្យជូនពរឲ្យខំប្រឹងរៀនសូត្រណាដើម្បីអនាគតខ្លួនឯងថ្ងៃតទៅមុខអីចឹងទៅហើយបើសិនជាដឹងកូនចៅមិនដឹងកូនចៅនឹងលើខ្លួនឯងទៅមុខទេហ្នឹងអូខេអញ្ចឹងពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះពីខ្ញុំបាទតារាសេន review ជាមួយនឹងចាំបី Smooth បូករួមជាមួយនឹងបង Sky និងបង Parent សូមអរគុណសូមជម្រាបលាកុំភ្លេចណាជួបគ្នាថ្ងៃទី30សង្ក្រាន្ត Smooth